ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វគឺបុគ្គលដែលកាន់កាប់សត្វត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដទៃដោយសត្វដែលខ្លួនបានកាន់កាប់អ្នកជិះអ្នកដឹកឬអ្នកបរសត្វត្រូវអនុវត្តដូចខាងក្រោម 1. មិនត្រូវបង្កឲ្យមានឧបសគ្គឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតដោយត្រូវដាក់ចំនួនមនុស្សដឹកឲ្យសមស្របនឹងចំនួនសត្វដែលអាចបញ្ជាសត្វឲ្យទៅឬឈប់បានគ្រប់គ្រាន់និងទាន់ពេលវេលា 2. នៅពេលយប់ឬពេលថ្ងៃកាលណាមើលមិនឃើញច្បាស់ត្រូវប្រើភ្លើងពណ៌នៅខាងមុខនិងភ្លើងពណ៌ក្រហមនៅខាងក្រោយ 3. នៅពេលឈប់នៅលើទ្រូងផ្លូវមិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងទៀតដែលកំពុងធ្វើចរាចរណ៍ 4. នៅក្នុងទីប្រជុំជនអ្នកជិះអ្នកដឹកឬអ្នកបរសត្វនៅលើទ្រូងផ្លូវត្រូវឈប់នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ដោយអនុវត្តដូចខាងក្រោមចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួនចំពោះទ្រូងផ្លូវឯកទេសត្រូវឈប់ខាងស្ដាំឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាហាមឃាត់ 5. ហាមលែងសត្វឲ្យដើររហែតរហូតលើផ្លូវ